កាលពីអត់ទាន់ចេះធ្វើប្រេងដូងត្រជាក់ធ្លាប់តែទិញប្រេងដូងត្រជាក់គេយកមកប្រើអញ្ចឹងណាចេះតែឆ្ងល់ថាចុះប្រេងដូងគេលក់ថ្លៃម្លឹងដូងថ្លៃធូរថ្លៃសមរម្យដែរតោះឥឡូវចង់ដឹងថាពិបាកឬមកក៏ស្រួលយើងមកធ្វើប្រេងដូងត្រជាក់ទាំងអស់គ្នាបងប្អូនមុនដំបូងយើងមានដូងប្រហែលជា5 6ផ្លែយើងយកទៅកោសជាមួយនឹងម៉ាស៊ីនកោសដើម្បីឲ្យវាម៉ត់ល្អយើងងាយស្រួលក្នុងការពូតច្បាស់យកខ្ទិះវាបងប្អូនពេលដែលយើងកោសក្នុងម៉ាស៊ីនបានម៉ត់យើងពូតខ្ទិះវាបានចេញស្អាតអញ្ចឹងកុំឲ្យពេលដែលយើងកោសដៃទៅវានៅយើងពូតខ្ទិះយកអត់បានស្អាតទេបងប្អូនយើងយកខ្ទិះអត់បានអស់អញ្ចឹងណាហើយរបៀបពូតខ្ទិះវិញយើងពូតយកទាំងដើមទាំងចុងយើងដាក់លាយជាមួយគ្នាទៅហើយយើងពូតវា3 4ទឹកទៅដើម្បីឲ្យខ្ទិះរបស់យើងបានច្រើនបន្តិចបន្ទាប់ពីយើងពូតខ្ទិះដូងរបស់យើងរួចហើយយើងយកខ្ទិះដែលយើងពូតរួចហ្នឹងយកមកច្រោះយើងច្រោះវាស្អាតដើម្បីកុំឲ្យដល់កន្តិចបងប្អូនយើងច្រោះពូតច្បាច់វាអស់ជាតិទៅបងប្អូនស្ដាយដែរដូងខែនេះយើងថ្លៃគួរសមដែរហ្នឹងទៅពេលយើងច្រោះខ្ទិះដូងរួចហើយបងប្អូនបានច្រើនដែរតើបងប្អូនខ្ទិះដូងរបស់ខ្ញុំដូងចំនួនប្រហែលជា6ផ្លែបានខ្ទិះឆ្លឹងហ្នឹងបងប្អូនពេលដែលយើងច្រោះរួចហើយយើងយកខ្ទិះដែលយើងច្រោះរួចហ្នឹងយកមកច្រោះចូលទៅក្នុងថង់មួយដែលស្អាតមកថង់ដែលមានដោះថង់មកកាន់ទៅបងប្អូនលក្ខណៈថាដូចថង់ស្ករតែយើងយកថង់ដែលធំពេលដែលយើងច្រោះយើងគួចវាឲ្យប៉ោងយើងរឹតកន្ស៊ូឲ្យណែឲ្យដឹងវាប៉ោងល្អទៅហើយយើងទុកវាចោលចំនួនប្រហែលជា5 ទៅ 6 ម៉ោងបន្ទាប់មកយើងចាក់ទឹកខាងក្រោមវានឹងចេញយើងយកតែខ្ទិះវាទៅយកទៅច្រោះចូលគ្នាដាក់ទៅក្នុងថង់មួយទៅយើងចង់បញ្យួរវាឲ្យស្រួលបួលដើម្បីកុំឲ្យអង្គើចង្កើឡើងណាបងប្អូនបងរបស់យើងបានប្រងឡើងទៅលើឲ្យបងប្អូនផ្នែកខាងក្រោមគឺជាទឹកផ្នែកខាងលើគឺជាប្រេងដូងអញ្ចឹងណាបងប្អូនទឹកថ្លាហ្នឹងបន្ទាប់ពីយើងចងបញ្យួរទុកចោលប្រហែលជា3 ទៅ 4ថ្ងៃហើយឃើញថាប្រេងដូងរបស់យើងឡើងរងទៅលើល្អបងប្អូនយកមកជុលឬមកក៏ឈើដែលស្រួចយកមកចាក់វាតិចទៅហើយពេលដែលយើងចាក់បរហូរវាតិចហ្នឹងយើងយកស្បៃមួយយកទៅដាក់ត្រង់វាឲ្យហើយទៅបងប្អូនដើម្បីឲ្យប្រេងដូងរបស់យើងថ្លាល្អហើយកុំឲ្យដល់កាកវាណាបងប្អូនឥឡូវប្រេងដូងរបស់ខ្ញុំធ្វើឲ្យរួចរាល់ហើយមិនតែប៉ុណ្្នឹងទេគឺដូងចំនួន6ផ្លែយើងបានប្រេងដូងរបស់យើងតែប៉ុណ្្នឹងទេអញ្ចឹងបានគេលក់ថ្លៃបងប្អូននៅលើទីផ្សារគឺវាពិបាកធ្វើដែរបងប្អូនហើយចំនួនប្រេងដែលយើងធ្វើហ្នឹងវាបានតិចតួចដែរហើយប្រេងដូងត្រជាក់នេះវាមានអត្ថប្រយោជន៍ច្រើនណាស់បងប្អូនគុណប្រយោជន៍របស់វាគឺមានច្រើនមែនទែនយើងអាចយកទៅលាបនៅលើជើងដៃរបស់យើងដែលឡើងសង្វារឬមួយក៏ក្បាលពោះរបស់យើងបងស្ត្រីដែលមានទម្ងន់បងអាចយកប្រេងដូងនេះយកទៅលាបជាប្រចាំថ្ងៃបានដើម្បីការពារស្បែកពោះរបស់យើងកុំឲ្យកើតសង្វារហើយយើងក៏អាចយកមកលាយជា scrub ខាត់ស្បែកយកទៅលាយជាគ្រីមលាបមុខហើយក៏អាចយកទៅលាយជាមួយនឹង scrub សម្រាប់ខាត់ម៉ាស្សានៅលើផ្ទៃមុខរបស់យើងបានណាបងប្អូន